បាទសួស្តីអ្នកគ្នាឥឡូវមកមើលពីការបង្កើត thumbnail បាទសម្រាប់ YouTube បាទអញ្ចឹងដើម្បីបង្កើតបានយើងចុចកន្លែង start នេះមកបាទរួចអ្នកគ្នាចុចកន្លែង Microsoft Store បាទរួចអ្នកគ្នាស្វែងរកកម្មវិធីមួយយើងចុចកន្លែង search នេះមកវាយពាក្យថា Canva បាទអញ្ចឹងអ្នកគ្នាត្រូវធ្វើការតម្លើងកម្មវិធី Canva នេះមកបាទអញ្ចឹងយើងចុចលើវាមកបាទរួចយើងចុចតម្លើងកន្លែងនេះមកបាទអូខេអញ្ចឹងខ្ញុំបានតម្លើងរួចហើយបាទនេះវាលោតចូលកន្លែងនេះហើយបាទអញ្ចឹងអ្នកគ្នាអាចបិទវាចោលបានបាទបន្តមកអ្នកគ្នាធ្វើការចុចលើកម្មវិធីនឹងមកបាទអញ្ចឹងអ្នកគ្នាត្រូវធ្វើការសាញជាមួយនឹង Gmail បាទអូខេអញ្ចឹងកន្លែងនេះខ្ញុំអត់បង្ហាញទេវាងាយស្រួលទេនៅពេលដែលយើងបើកដំបូងវាទីឲ្យយើងសាញជាមួយ email ហើយបាទអញ្ចឹងបន្តមកទៀតអ្នកគ្នាធ្វើការចុចកន្លែង upload នេះមកបាទរួចអ្នកគ្នាចុចកន្លែង upload file បាទរួចអ្នកគ្នាធ្វើការជ្រើសរើសរូបភាពណាដែលអ្នកគ្នាចង់ធ្វើជា thumbnail ចុច open មកបាទអញ្ចឹងវានឹង upload ចូលទៅក្នុង Canva បាទអញ្ចឹងវា upload រួចហើយអ្នកគ្នាចង់ edit វាឬក៏ចង់ crop វាអ្នកគ្នាចុចកន្លែងនេះ edit image បាទបន្តមកទៀតអ្នកគ្នាអាចធ្វើការក្របវាបានបាទអញ្ចឹងអ្នកគ្នាត្រូវចុចកន្លែងក្របនេះបាទបន្តមកអ្នកគ្នារើសទំហំរបស់ YouTube បាទអញ្ចឹងទំហំរបស់ YouTube ទំហំវាគឺផ្ដេកបាទទំហំ 16.9 បាទយើងរកមើលមកនេះ 16.9 បាទអញ្ចឹងយើងសេរីមកបាទសេរីមកបាទអូខេយើងសេរីត្រូវហើយអ្នកគ្នាចុចពាក្យថា done មកបាទអញ្ចឹងអ្នកគ្នាអាច save ទុកឬក៏អ្នកគ្នាអាចនេះចុចកន្លែង use in design បាទអញ្ចឹងយើងចុចកន្លែងហ្នឹងមកដើម្បីយើងបន្តធ្វើការ edit វាបន្តទៀតបាទបាទបន្តមកទៀតអ្នកគ្នាអាចធ្វើការបន្ថែម text នៅលើរូបភាពរបស់យើងហើយបាទអញ្ចឹងយើងចុចកន្លែង text នេះមកកន្លែងអក្សរ T នេះបាទអញ្ចឹងយើងអាចប្រើនេះកន្លែងឃើញអក្សរ mode នេះអានេះជា mode របស់គេបាទយើងចង់សរសេរ mode អីយើងដាក់ mode នឹងមកបាទឥឡូវដូចឧទាហរណ៍ខ្ញុំដាក់ mode នេះបាទអញ្ចឹងយើងសរសេរអីវាកែបាទវាកែអក្សរថ្មីបាទអូខេអញ្ចឹងអានេះវាហៅជា mode របស់គេបាទអញ្ចឹងយើងទៅរក mode ណាស្អាតតិចបាទអូខេអញ្ចឹងយើងចុចកន្លែងនេះដើម្បីថយបាទអញ្ចឹងយើងធ្វើការលុបវាចោលទៅបាទអញ្ចឹងឥឡូវខ្ញុំរកមួយ mode ទៀតបាទរកមួយ mode ទៀតបាទអញ្ចឹងយើងចុចកន្លែងនេះដើម្បីធ្វើការដូរ font បាទរួចអ្នកគ្នាធ្វើការចុចកន្លែង font ណាដែលអ្នកគ្នាចូលចង់បានមកបាទឥឡូវខ្ញុំដាក់ font ខ្មែរបាទរួចអ្នកគ្នាវាយអក្សរមកបាទអញ្ចឹងយើងត្រូវធ្វើការដូរ font នៅលើកុំព្យូទ័រយើងសិនបាទដូរទៅខ្មែរមកបាទអញ្ចឹងឥឡូវខ្ញុំវាយពាក្យថាប្រវត្តិសង្ខេបបាទអញ្ចឹងខ្ញុំចង់សេថាប្រវត្តិសង្ខេបរបស់លោកមហាថ្មគុន្ធីអូខេអញ្ចឹងយើងសេបានហើយយើងអាចបរិចព្រមអញ្ចឹងបានបាទហើយយើងคลิกចោលមួយមកបាទរួចយើងអាចអូសដាក់កន្លែងណាក៏បានដែរយើងមើលទៅមិនឲ្យសមបាទឲ្យស្អាតបាទអូខេអញ្ចឹងយើងវាយ mode នឹងបន្ថែមទៀតមកបាទចុចលើវាមករួចអ្នកគ្នាសរសេរមកបាទឥឡូវយើងសេថាលោកមហាថ្មគុន្ធីបាទអញ្ចឹងដកឃ្លាមួយអូខេអញ្ចឹងយើងចុចបរិចព្រមវាមកបាទព្រមបន្តិចយើងទាញមកបន្តិចមកបាទអញ្ចឹង thumbnail របស់ YouTube អ្នកគ្នាធ្វើឲ្យស្អាតមកដើម្បីទាក់ទាញគេចូលចុចមើលបាទបើយើងធ្វើខ្ជះខ្ជាយគឺគេអត់ចុចមើលយើងទេបាទអញ្ចឹងអានេះវាយើងប្រើ mode របស់គេបាទអញ្ចឹងយើងចង់សរសេរខ្លួនឯងវិញយើងធ្វើម៉េចបាទឥឡូវខ្ញុំធ្វើការលុបវាចោលសិនខ្ញុំទៅធ្វើការសរសេរដោយខ្លួនឯងបាទអញ្ចឹងអ្នកគ្នាចុចកន្លែង text នឹងហើយអ្នកគ្នា
nè add អត្ថបទមកជាអក្សរដិតអក្សរកណ្ដាលឬអក្សរទូចបាទអញ្ចឹងយើងចុចមកបាទបន្តមកយើងធ្វើការដូរ font មកបាទយើងដាក់ font ខ្មែរយើងអូស romer ណាដំបូងវាមិនចេញដូចខ្ញុំទេអូស romer ទៅបើអូសរត់ឃើញអ្នកគ្នា search នេះវាយ search កន្លែងនេះថាខ្មែរមកបាទវាយថាខ្មែរមកវា load ចូលឲ្យយើងហើយបាទមានអក្សរខ្មែរមកពុំខ្មែរហ្មងគឺវា load ចូលក្នុងនឹងអស់ហើយអូខេឥឡូវយើងចុចធ្វើទៅបាទចុចចំ font នឹងហើយអ្នកគ្នាចាប់ផ្ដើមវាយចូលមកបាទបាទអញ្ចឹងយើងសេរីបាទយើងคลิกមួយមកឬយើងអូសបាទយើងអូសមកយើងដាក់កន្លែងហ្នឹងបាទដាក់កន្លែងហ្នឹងអូខេវាពណ៌ខ្មៅដិតជាប់គ្នាអត់ស្អាតយើងដូរពណ៌កន្លែងនេះបាទអញ្ចឹងយើងដាក់ពណ៌សវិញមកស្អាតហើយបាទអូខេអញ្ចឹងយើងបន្ថែមពាក្យទៀតយើងចុចកន្លែង text ហ្នឹងមកបាទរួចយើងវាយ text ចូលមកបាទអញ្ចឹងយើងអាចបរិចមកបាទបរិចមកអ្នកគ្នាចង់ដាក់វាឲ្យមានស្រមោលមានអីគឺអ្នកគ្នានេះដូរ font វាមកអូខេដូរ font វាស្អាតសិនឥឡូវខ្ញុំយក font ណាដែលស្អាតអូខេយើងចុចមួយមកបាទនេះវាចេញបែបនេះវាទៅតាម font ដែលយើងចុចហ៎បាទអូខេអញ្ចឹងដូចចេញ font នេះមកបាទយើងចង់ដូរពណ៌វាយើងចុចកន្លែងនេះបាទចុចកន្លែងហ្នឹងហើយយើងដូរពណ៌មកបាទយើងចង់បានពណ៌សឬពណ៌ក្រហមបាទបន្ទាប់មកយើងចង់ឲ្យវាមានស្រមោលមានអីអានេះគេហៅ effect បាទអ្នកគ្នាចុចកន្លែងនេះ effect បាទអញ្ចឹងអ្នកគ្នាអាចដូរនេះដាក់ស្រមោលខាងក្នុងខាងក្រៅបាទអូខេឬក៏នេះយើងចង់ឲ្យវាដិតមាននេះមាន background នៅខាងក្រោយវាក៏បានបាទហើយដូរពណ៌ background នឹងក៏បានបាទអូខេឥឡូវយើងថយទៅវិញបាទឥឡូវយើងថយទៅវិញសិនបាទអញ្ចឹងបើអ្នកនរគ្នាចង់ធ្វើការដាក់ជាលក្ខណៈ stroke បាទចុចមកនេះឲ្យវាមានស្រមោលវាមានដិតខ្មៅដិតអីបាទយើងបដូរពណ៌មកបាទឥឡូវខ្ញុំដូរទៅពណ៌ខ្មៅហើយខ្ញុំអាចនេះអូកន្លែង thickness នេះមកវាចេញដិតខ្លាំងហើយបាទអូខេអញ្ចឹងវាមើលទៅវាស្អាតបាទស្អាតមែនតើអូខេអញ្ចឹងវាអានេះវាជាវិធីក្នុងការយើង edit thumbnail សម្រាប់ YouTube បាទនៅលើកម្មវិធី Canva បាទអញ្ចឹងយើងអាចធ្វើដោយឥតគិតថ្លៃនៅលើហ្នឹងណាបាទអូខេអញ្ចឹងមេរៀននេះមានតែប៉ុណ្្នឹងទេហើយយើងចាំជួបគ្នានៅមេរៀនក្រោយៗទៀតបាទ